ប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថៃវិប្រាយច្បាប់ព្រៃឈ្លានពានដីខ្មែររំលោភកិច្ចព្រមព្រៀងហើយកម្ពុជាបានប្តឹងថៃទៅកាន់សហគមន៍អន្តរជាតិដោយជាប្តឹងយោធាថៃពីបទប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជានិងរំលោភសិទ្ធិមនុស្សពលរដ្ឋខ្មែរយ៉ាងខូចខាតនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងបាថៃប្រើប្រាស់ច្បាប់ព្រៃឈ្លានពានប្លន់ទ្រព្យសម្បត្តិនានាពីប្រទេសកម្ពុជាក្រសួងមហាផ្ទៃនិងលោកកែវរេមីបានប្តឹងថៃទៅកាន់យូណាក់ហើយក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ច្រើនចោទពាក់ព័ន្ធទៅនឹងយោធាថៃនិយាយថាអាវុធយុទ្ធភ័ណ្ឌរបស់កម្ពុជាគឺត្រូវបានរឹបអូសចេញពីកាស៊ីណូអានឹងគឺមិនមែនទេបាទវាយកវាប្លន់អាវុធពីប៉ុស្តិ៍នគរបាលខ្មែររួចប្រឌិតរឿងថាដកហូតបានពីកាស៊ីណូខូចនោះខូចប្លន់ឃ្លៀងអាវុធពីខ្មែរហើយលើកឡើងថាអាវុធទាំងនោះគឺដកហូតពីកាស៊ីណូតែប៉ុណ្ណោះនេះគឺជាដំណឹងដ៏ក្តៅក្រងោះប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាស្ថានភាពព្រំដែនកម្ពុជាថៃបានឈានទៅដល់ចំណុចតានតឹងបំផុតសារជាថ្មីបាទព្រឹកមិញផ្ទុះអាវុធទាហានខ្មែររងរបួស2នាក់បាទថៃចោទប្រកាន់ថាយើងបាញ់ផ្លាវដាក់វាហើយវាចោទយើងថារំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ចាប់ពីថ្ងៃទី27ខែធ្នូជាដើមអានឹងមួយផ្នែកនៅក្នុងនោះខណៈដែលក្រសួងមហាផ្ទៃកម្ពុជាបានចេញមកបកស្រាយនៅអ្វីដែលខ្លួនហៅថាចេតនាទុច្ចរិតអាក្រក់និងស្មោកក្រៀងក្ររបស់យោធាថៃដែលបានរំលោភចូលដីខ្មែរមើកឆក់ប្លន់អាវុធយុទ្ធភ័ណ្ឌនានាបាទព្រមទាំងផ្សព្វផ្សាយព័ត៌មានផយផកប្រកម្មសហគមន៍អន្តរជាតិទៅទៀតបាទរឿងនឹងគឺខូចថៃវាមកប្លន់អាវុធរបស់យឿនហើយវាលើកឡើងថាអាវុធទាំងនោះស្រង់ពីកាស៊ីណូបាទសូមជម្រាបទៀតយោងតាមសេចក្តីប្រកាសព័ត៌មានទី6មករានេះអ្នកនាំពាក្យក្រសួងមហាផ្ទៃបានច្រានចោលទាំងស្រុងនៃការចេញរបស់សារព័ត៌មានថៃដែលស្រង់សម្ដីអ្នកជំនាញកងទ័ពជើងទ្វេថៃដែលនិយាយថាពួកគេបានរឹបអូសអាវុធពីបរិវេណអគារកាស៊ីណូធម្មតាក្នុងនោះក្រសួងមហាផ្ទៃបញ្ជាក់យ៉ាងច្បាស់ថានេះគឺជាការផយផកប្រកំបំផុតពីសំណាក់យោធាថៃបាទនិយាយអញ្ចឹងការពិតជាក់ស្ដែងនោះអាវុធទាំងនោះត្រូវបានរក្សាទុកក្នុងឃ្លាំងដ៏ត្រឹមត្រូវនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកផ្លូវ56ចំនួនវរកាសនាតូចលេខ825នៃស្នងការដ្ឋានរបស់ខេត្តប៉ោះសាឌិតទីតាំងនេះស្ថិតក្នុងអត្តយន្តភាពរបស់កម្ពុជាទាំងស្រុងប៉ុន្តែត្រូវបានទាហានជើងទ្វេថៃចូលមកបំពាននិងរឹបអូសយកទៅដោយខុសច្បាប់នេះគឺជាអ្វីដែលក្រសួងមហាផ្ទៃរបស់យើងបាទទាត់ចោលច្រានចោលហើយបកស្រាយពីទង្វើរបស់ថៃមកប្លន់របស់គេហើយចោទថារបស់នោះគឺស្ថិតក្នុងកាស៊ីណូទៅទៀតបាទនៅក្នុងនោះក្រសួងមហាផ្ទៃបានរំលឹកផងដែរថាសកម្មភាពចែកចាយព័ត៌មានคล้ายៗរបស់ថៃគឺជាការរំលោភច្បាស់លាស់នៅចំណុចទី8នៃសេចក្តីប្រកាសរួម GBC កាលពីថ្ងៃទី27ខែធ្នូ2025នៅក្នុងកិច្ចព្រមព្រៀងនោះភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយផ្សាយព័ត៌មានមិនពិតដើម្បីកាត់បន្ថយភាពតានតឹងប៉ុន្តែភាគីថៃបែរជាធ្វើផ្ទុយពីកិច្ចព្រមព្រៀងនេះទៅវិញដើម្បីកេងចំណេញផ្នែកនយោបាយនិងបង្វៀងសាធារណមតិម្សិលមិញត្រូវមួយចានដែកប្រជាពលរដ្ឋថៃគ្នាឯងនឹងដាក់មួយចានដែកហើយជាក់ទឹកត្រីមួយចាននឹងទៅបាទនេះយកទៅស្អុយហើយនឹងគឺប្រជាពលរដ្ឋថៃខ្លួនឯងសូម្បីតែប្រជាពលរដ្ឋខ្លួនឯងនឹងក៏ស្អប់ខ្ពើមទៅនឹងអ្នកសារព័ត៌មានរបស់ថៃផងដែរបាទបំភ្លឺបំភ្លីផ្សាយព័ត៌មានកុហកបោកប្រាស់ញុះញង់ឲ្យសង្គមថៃឬក៏បង្កើតអារម្មណ៍តាមព្រំដែនកម្ពុជាថៃឲ្យផ្ទុះសារជាថ្មីអញ្ចឹងទៅបាទអានឹងគឺម្សិលមិញខៀងបានធ្វើមួយឃ្លីបថាពលរដ្ឋថៃជាក់ទឹកចានដែកដាក់អ្នកសារព័ត៌មានថៃបាទស្អុយឲ្យងោបបាទស្អុយទាំងត្រីស្អុយទាំងកិត្តិយសគេឈ្មោះសង្គមថៃប្រទេសថៃលើឆាកអន្តរជាតិសហគមន៍អន្តរជាតិផងអានឹងគឺស្អុយបាទហើយថ្ងៃនេះក្រសួងមហាផ្ទៃបន្ថែមមកឃ្លាទៀតធ្វើឲ្យថៃបែកតែម្ដងមានន័យថាស្អុយទាំងអស់ប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយថាថៃកាន់កាប់បានតំបន់ណាមួយវាចូលមករុះរើលួចប្លន់បាទម៉ូតូរបស់របរនានាពីប្រជាពលរដ្ឋកម្ពុជាបាទផ្ទះសម្បែងវាវាយកំតិចខ្ទីអស់ហើយអានឹងគឺចរិតចោលបាទចោលព្រៃគេថាច្បាប់ព្រៃនោះចូលមកប្លន់ឡើងឲ្យរញ៉េរញ៉ៃតាណានៃដែលគេហៅថាប្រើប្រាស់ច្បាប់ព្រៃមកលាវប្រទេសកម្ពុជាក្នុងសម្ដីដមាត់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចាត់ទុកទង្វើរបស់រដ្ឋាភិបាលនិងយោធាថៃថាជាការប្រើប្រាស់ច្បាប់ព្រៃដើម្បីឈ្លានពានទឹកដីអ្នកជិតខាងការរឹបអូសអាវុធពីរដ្ឋាភិបាលសាធារណៈរបស់កម្ពុជាត្រូវបានគេចាត់ទុកថាជាសកម្មភាពឆក់ប្លន់ដែលមិនអាចលើកលែងឲ្យបានឡើយហើយពាក្យគេថៃត្រូវតែទទួលខុសត្រូវចំពោះច្បាប់អន្តរជាតិបាទនេះគឺជាដំណឹងមួយផ្នែកពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃទាត់ចោលចំពោះការលើកឡើងរបស់ថៃនោះប្លន់គេហើយវាបំភ្លើបំភ្លៃថាអាវុធយុទ្ធភ័ណ្ឌឃ្លាំងអាវុធទាំងនោះគឺរឹបអូសពីកាស៊ីណូកម្ពុជាក៏ប៉ុន្តែជាក់ស្ដែងវាជាអាវុធត្រឹមត្រូវរបស់កម្ពុជាបាទស្ថិតនៅក្នុងទីតាំងដែលខ្ញុំបានលើកឡើងមុននេះ
នៃច្រកផ្លូវ56ចំណុចវ៉ូកាសនណាតូចលេខ825និងស្នងការដ្ឋានខេត្តពោធិ៍សិដ្ឋសូមជ្រាបជាដំណឹងប្រិយមិត្តជាទីមេត្រារឿងនេះបាទពាក់ព័ន្ធទៅនឹងការលួចប្លន់សម្បត្តិទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាក្នុងនោះលោកកែវរេមីយើងដឹងហើយថាគាត់គឺជាអ្នកការពារសិទ្ធិមនុស្សរបស់យើងបាទបានប្តឹងយោធាថៃទៅកាន់ស្នងការសិទ្ធិមនុស្សនិងសិទ្ធិលំនៅឋានរបស់ UN ពាក់ព័ន្ធការចូលលួចសម្ភារៈនិងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធស៊ីវិលកាន់តែធ្ងន់ធ្ងរទៅហើយយោធាថៃបាទអានេះវាលួចហើយបង្ហោះជាវីដេអូឃ្លីបបង្ហាញជាផុសតាងទៅកាន់សង្គមខ្មែរពលរដ្ឋថៃសហគមន៍អន្តរជាតិនានាបាទបន្ទាប់ពីបង្ហោះអញ្ចឹងហើយបាទមេតបថៃចេញសេចក្តីប្រកាសមួយថាឈប់ជាបន្ទាត់ឈប់បង្ហោះវីដេអូរូបភាពនានានៃការលួចប្លន់ទ្រព្យសម្បត្តិប្រជាជនកម្ពុជាឈប់ឲ្យលឿនបាទប្រយ័ត្នមានរឿងអាហ្នឹងគឺខាងលឿរបស់ថៃឥឡូវសូមនិយាយបន្ថែមពាក់ព័ន្ធទៅនឹងការប្តឹងរបស់កម្ពុជាទៅកាន់ UN ប្រិយមិត្តជាទីមេត្រាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដោយថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានប្រើប្រាស់កម្លាំងយោធាវេកំទេចលំឋាននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋស៊ីវិលខ្មែរកំពុងទ្រង់ធំសកម្មភាពនេះត្រូវបានចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំងពីរទើបតែបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី27ធ្នូ2020កន្លងទៅថ្មីក្តៅនេះប្រិយមិត្តបាទប៉ុន្តែថៃធឿអញ្ចេះមានន័យថាវាអត់ខ្លាចអាណាផងបាទជាពិសេសគឺកម្ពុជាធឿនឹងផ្កិនឌឺដងដល់កម្ពុជាអញ្ចឹងក៏ប៉ុន្តែអត់តន់ត្រូវថ្នាំខ្លាំងសហគមន៍អន្តរជាតិនានាមានន័យថាវាសប្បាយត្រេកអរនឹងអំពើបាបរបស់វាសិនបាទនៅក្នុងព្រះពុទ្ធសាសនាក៏គេនិយាយដែរថាផលបុណ្យឬក៏ផលកម្មមិនតាន់ហុចផលឲ្យបាទផលបាបមិនតាន់ហុចផលឲ្យរីករាយសប្បាយត្រេកអរទៅនឹងផលបាបសិនក៏ប៉ុន្តែគង់តែផលបាបនោះធ្លាក់ឬក៏ចាស់ត្រឡប់ទៅកាន់អ្នកសាងបាបនោះជាក់ជាមិនខានឡើយមិនចឹងប្រិយមិត្តបាទត្រូវអបយោតាមរបាយការណ៍របស់ CCRSCកងកម្លាំងយោធាថៃបានបន្តប្រតិបត្តិការវាយលុកក្នុងទឹកដីកម្ពុជាដោយមិនត្រឹមតែរុះរើលំនៅឋានប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធវប្បធម៌និងបានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិឯកជនរួមមានម៉ូតូ tractor សម្ភារៈប្រើប្រាស់របស់ពលរដ្ឋស៊ីវិលតំបន់ដែលរងគ្រោះខ្លាំងជាងគេរួមមានខេត្តបន្ទាយមានជ័យដូចជាភូមិព្រៃជោគជ័យបឹងត្រកួនជាដើមតំបន់ព្រំដែនដទៃផ្សេងទៀតមានខេត្តព្រះវិហារខេត្តពោធិ៍សាត់បាទវាកាន់កាប់បានតំបន់ណាវាចូលហើយចូលទៅតក់រើបាទរបស់របបប្រជាជនកម្ពុជាអានឹងគឺចោលថាតាស្អែកយើជីងយើបាទគេហៅថាថៃនឹងប្រែថាចោលប្រែថាលួចមិនចឹងទេបើមិនដែលស្ដាប់នេះសរសេរកត់មកខៀងប្រាក់ពាក្យថាថៃស្អាតនឹងគឺថៃយើប្រែថាចោលនឹងអីឬក៏លួចនោះអានឹងគឺសណ្ដានស៊ីនសណ្ដានពិតប្រកបរបស់ថៃណា CCRSC ក៏បានបញ្ជាក់ផងដែរថាសកម្មភាពបណ្ដេញចេញដោយបង្ខំនេះបានបង្កឲ្យគ្រួសារកម្ពុជារាប់ពាន់គ្រួសារត្រូវផ្លាស់ទីលំនៅបាត់បង់ដីធ្លីចម្រោះដែលជាការរំលោភលើសិទ្ធិរស់នៅជាមូលដ្ឋាននិងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរគណៈកម្មការបានសង្កត់ធ្ងន់ថាការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់និងការបំផ្លាញទ្រព្យសម្បត្តិស៊ីវិលពីសំណាក់កងទ័ពថៃគឺជាការបំពានលើឧបករណ៍ច្បាប់អន្តរជាតិសំខាន់រួមមានសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិសេដ្ឋកិច្ចសង្គមវប្បធម៌បាទទី2កិច្ចសន្យាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋនយោបាយទី3អនុសញ្ញាទីក្រុងអាខឆ្នាំ1907និងអនុសញ្ញាទីក្រុងសេណាវើបាទកត់មកប្រិមិត្តទី4សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សយើងហៅកាត់ថា UDHR បាទនេះគឺជាអ្វីដែលថៃធ្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិចំណាត់ការផ្លូវច្បាប់ទៅកាន់អង្គការសហប្រជាជាតិឬក៏ក្រមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវររដ្ឋាភិបាលហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជារបស់យើងកម្ពុជាដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រីកែរ៉េមីបានដាក់ញត្តិបន្ទាន់មួយនៅថ្ងៃទី5មករា2026បាទម្សិលមិញនឹងឯងទៅកាន់ពីណាគេគឺលោកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាទឈ្មោះរបស់គាត់នឹងគឺយើងហៅថា Volker Turk អីបាទទី2នោះគឺលោកម្នាក់ឈ្មោះគាត់ទេខ្ញុំពិបាកអានមែនទែនមិនដឹងថាអានត្រូវឬក៏អត់ដែរណាប្រិមិត្តប៉ាលេក្រៃសានុនបាទអ្នករាយការណ៍ពិសេសរបស់ UN NSPER ស្ដីពីសិទ្ធិមានលំនៅឋានគ្រប់គ្រាន់បាទម្នាក់ខាងទទួលអីគេទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅនិងម្នាក់ទៀតនោះគឺជាអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិលំនៅឋានផ្ទះសម្បែងអីនេះដែលថៃកំពុងតែកំទេចឈូសឆាយបាទ
មើលរូបភាពវីដេអូទៅដឹងជាក់ស្ដែងហើយថាខ្ទេចខ្ទីបាទប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះមិនដឹងថាគ្នាកំសត់ហូរទឹកភ្នែកបាទសំណោះសំណោកស្ទាយបណ្ណាទៅប្រិមិត្តបាទសាកសមឺសម័យមើលផ្ទះសម្បែងខំប្រឹងកសាងបាទតាំងពីដើមមកដល់ប៉ុណ្ណឹងត្រូវបានថៃវេកំតិចចោលបាទរកកណ្ដាលជីវិតដើម្បីកសាងផ្ទះលំនៅឋានមួយឲ្យមានសុខសុភមង្គលក្នុងក្រុមគ្រួសារក៏ប៉ុន្តែ2025មកដល់2026នេះត្រូវបានយោធាថៃចិត្តរើសចាព្រៃផ្សៃសាហាវយងខ្នងវាយបំផ្លាញកំតិចរៀបដីតែម្ដងបាទនេះគឺជាអ្វីដែលយើងត្រូវចងចាំប្រាប់កូនប្រាប់ចៅអំពីទង្វើថោកទាបរបស់យោធាថៃផ្ដាំទៅសណ្ដាតមួយនេះមិនអាចទុកចិត្តបាននោះទេបាទពួកគេបង្រៀនកូនចៅរបស់គេអំពីអីខ្លះយើងគួរតែគិតវិភាគត្រែរេអំពីសង្គមថៃថាគេបង្រៀនស្អីខ្លះទៅដល់ពួកកូនចៅគេនោះបាទបានចិត្តសាហាវបែបអញ្ចឹងគ្មានគុណធម៌សិលធម៌ព្រះពុទ្ធសាសនាស្អីទេថៃម៉ាស់សោះនឹងណាបាទគ្មានពុទ្ធសាសនាស្អីទេថៃនោះមើលតែឃើញវាបំភ្លេចបំផ្លាញប៉ុណ្ណឹងបាទយើងដឹងហើយថាម៉េចបាទពាក្យមុខព្រះពុទ្ធនៃផ្នែកការទូតអន្តរជាតិក៏ប៉ុន្តែដាក់កម្ពុជាបែបមាត់ម្ដងជារួមនៅទីបញ្ចប់ CCRC បានប្រមាញ់ថាភាពស្ងៀមស្ងាត់របស់សហគមន៍អន្តរជាតិចំពោះការរំលោភបំពាននេះនឹងធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខនិងសន្តិភាពធ្នាប់ច្បាប់អន្តរជាតិគណៈកម្មាធិការសង្កេតឃើញថាសិទ្ធិមនុស្សលំនៅឋានគឺជាសិទ្ធិមូលដ្ឋានមិនមែនជាគោលដៅសម្រាប់ការវាយប្រហារតាមយោធានោះឡើយកម្ពុជាអំពាវនាវឲ្យមានវិធានការម៉ឺងម៉ាត់ដើម្បីធានាការទទួលខុសត្រូវរបស់ភាគីថៃចំពោះមុខច្បាប់អន្តរជាតិចប់ស្លេសតែប៉ុណ្្នឹងបានហើយដំណឹងដូចជាឮថាបាទទ័ពថៃនឹងគឺនឹងបញ្ជូនត្រឡប់របស់របរម៉ូតូសម្ភារៈកាសដែលទីហ៊ានរបស់ខ្លួនលុចប្លន់ពីប្រជាពលរដ្ឋកម្ពុជាក៏ប៉ុន្តែវាទាមទារឯកសារផ្លូវច្បាប់ត្រឹមត្រូវម្ចាស់របស់ទៅទៀតបានអានឹងគឺថៃចេញមកនិយាយអញ្ចឹងទៀតបានចុះប្រិមិត្តគិតថាថៃនឹងប្រគល់ឲ្យសម្ភារៈកាសដែលវាលុចប្លន់មកប្រជាជនកម្ពុជាវិញដែរឬទេជួយគិតគ្នាណាក៏ប៉ុន្តែឥឡូវនេះកំពុងតែធ្វើលេងឋានបាទ CT របស់ថៃហើយពេលនេះធំរឹងមាំល្អណាស់មិនដឹងមេកបាននោះទេបាទវាលុចប្លន់យើងហើយវាចោទថាអាវុធយុទ្ធភ័ណ្ឌឃ្លាំងអាវុធទាំងអស់នោះគឺដកហូតពីកាស៊ីណូធម្មតាទៅវិញបាទអានឹងគឺថៃវាយើងហើយមកចោទយើងបាទអូខេចប់តែប៉ុណ្ណេះដំណឹងប្រិយមិត្តខ្ញុំនឹងរាយការណ៍បន្ថែមទៀតបើសិនជាមានដំណឹងនានាពាក់ព័ន្ធទៅនឹងស្ថានភាពវិវត្តចុងក្រោយកម្ពុជាថៃណា